Chắc nó về để dân đăngបញ្ហាចំនួនហើយនឹងស្លាប់ចំនួនហើយតើយើងមានវិធីកែប្រកបជាកែបាន100%គឺយើងត្រូវធ្វើម៉េចអញ្ចឹងចំណុចសំខាន់នៃគេចង់យើងដឹងគឺចំនួនធំឬក៏ចំនួនស្គមទូចហ្នឹងមិនបានន័យថាយើងជួបមនុស្សម្នាក់ឃើញចំនួនគេធំហ្នឹងយើងថានិយាយថាអ្នកមានលុយមែនទេឬក៏ឃើញចំនួនគេមានស្នាមឬក៏ចំនួនគេស្គមចំនួនគេទូចយើងថានិយាយថាអ្នកឯងក្រក៏ខុសដែរអាហ្នឹងវាជាការសន្និដ្ឋានយើងនិយាយពេកហើយយើងទៅសន្និដ្ឋានអញ្ចឹងអត់កើតទេហើយអ្នកអានមកពិតប្រកបឃើញនិយាយថារបៀបដែលអ្នកគ្រប់គ្រងលុយកំពុងមានបញ្ហាឬក៏ការគ្រប់គ្រងលុយរបស់យើងនឹងវាអត់រលូនទេអញ្ចឹងវិធីការត្រូវធ្វើម៉េចអញ្ចឹងការមើលចំនួនហើយស្លាប់ចំនួនហ្នឹងគឺមិនមែនជាបរិមាណលុយទេតែជាសមត្ថភាពគ្រប់គ្រងលុយរបស់គាត់ហើយមើលស្លាប់ចំនួនគាត់អាចកែដោយវិន័យបានការកែដោយវិន័យត្រូវធ្វើម៉េចកុំសម្រេចចិត្តកុំសម្រេចចិត្តលុយកុំសម្រេចចិត្តទិញឯមួយឬក៏ប្រើការចាយលុយហ្នឹងពេលអារម្មណ៍យើងកំពុងតែដក់ខ្លាំងណាទី2រៀបចំការចំណាយបានត្រឹមត្រូវទី3យើងធ្វើការសន្សំជាប្រព័ន្ធទី4កុំខ្ចីដោយចិត្តទន់បានន័យថាកុំនឹកឃើញទឹកខ្ចីធនាគារខ្ចីអីគឺខ្ចីភ្លាមដោយអត់ដឹងថាយកមកធ្វើអីទឹកខ្ចីគេខ្ចីអីដោយភ្លាមអញ្ចឹងកុំធ្វើបែបហ្នឹងអញ្ចឹងគេឲ្យយើងរៀបចំហិរញ្ញវត្ថុផ្ទាល់ខ្លួនហ្នឹងឲ្យរលូនឡើងព្រោះយើងដឹងថាយើងអាចនឹងទុកលុយអត់សល់ទេអញ្ចឹងយើងត្រូវតែរៀបចំបញ្ហាហិរញ្ញវត្ថុនឹងយ៉ាងម៉េចគឺអាចកែប្រែបានហើយការគ្រប់គ្រងជាពិសេសការគ្រប់គ្រងហើយរៀបចំហិរញ្ញវត្ថុផ្ទាល់ខ្លួនហើយបើសម័យបច្ចុប្បន្នវិញពេលដែលយើងទៅកែចំហពេលដែលយើងទៅធ្វើចំហមិនឲ្យមានសាច់នៅខាងចុងហ្នឹងកុំឲ្យចំហហ្នឹងស្គមស្ដួចស្រួយឡើងហើយអាស្លាប់ចំហហ្នឹងត្រូវតែមានហើយត្រូវតែមានសាច់ដូចគ្នាកុំកាត់ចំហហ្នឹងឡើងស្ដួចទូចហើយស្រួយខ្លាំងពេកអញ្ចឹងធ្វើឲ្យលំហូរនៃការចាយលុយរបស់យើងអត់សូវបានគិតអត់សូវបានប្រុងប្រយ័ត្នទេ